សូមជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាខ្ញុំបាទឈ្មោះអោកប៊ុនយ៉ុងនៅម៉ោងមុនយើងបានដឹងរួចបង្ហើយអំពីទស្សនវិជ្ជាទូទៅនៃមេរៀនដែលនៅសល់ក្នុងឆមាសទី1ក្រៅពីមេរៀនភ្ជាប់ជាអ្នកផ្សំស្រាក់ដែលយើងបានសិក្សានៅក្នុងសិក្ខាសាលាកាលលើកមុននៅក្នុងសិក្ខាសាលាលើកទី2នេះយើងនឹងសិក្សាលម្អិតទៅលើប្រភេទមេរៀនដែលនៅសល់ទាំងនោះយើងទាំងអស់គ្នាបានដឹងរួចបង្ហើយថាដើម្បីឲ្យកុមារមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការរៀនភាសាថ្នាក់ដំបូងកុមារត្រូវការរៀនមួយជំហានម្ដងការរៀនបែបនេះជួយឲ្យកុមារអានបានដោយស្វ័យប្រវត្តិនិងអានស្ទាត់ជំហានតាមលំដាប់លំដោយទាំងអស់នោះរួមមានទី1ការស្គាល់សូរអក្សរថ្មីទី2ការស្គាល់តួអក្សរថ្មីទី3ការផ្សំប្រកបដើម្បីអានព្យាង្គនិងពាក្យទី4ការចេះវេយ្យាសព្ទទី5ការអានល្បះទី6ការអានអត្ថបទម្យ៉ាងវិញទៀតការអាននិងការសរសេរគឺជួយគ្រប់គ្រងគ្នាទៅវិញទៅមកកុមារដែលពូកែអានគេក៏ពូកែសរសេរផងដែរហើយផ្ទុយមកវិញកុមារដែលពូកែសរសេរគេក៏ពូកែអានផងដែរនៅក្នុងម៉ោងនេះយើងនឹងសិក្សាលម្អិតទៅលើលំនាំបង្រៀនសកម្មភាពចំនួន3គឺការស្គាល់សូរអក្សរថ្មីការស្គាល់តួអក្សរថ្មីនិងការអានព្យាង្គនិងពាក្យនៅក្នុងមេរៀនប្រកបនឹងកបន្តមុននឹងចូលដល់ការបង្រៀនបង្ហាញយើងគួររំលឹកបន្តិចថាតើអ្វីទៅជាការស្គាល់សូរអក្សរថ្មីតើអ្វីទៅជាការស្គាល់តួអក្សរថ្មីតើសកម្មភាពទាំងពីរនេះមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចទៅនឹងការអានព្យាង្គនិងពាក្យការស្គាល់សូរគឺជាសមត្ថភាពក្នុងការឮកំណត់និងប្រើប្រាស់សូរក្នុងភាសានិយាយឲ្យបានត្រឹមត្រូវការស្គាល់តួអក្សរគឺជាការស្គាល់ពីទំនាក់ទំនងរវាងតួអក្សរនិងសូរទាំងពីរគឺការស្គាល់សូរនិងការស្គាល់តួអក្សរគឺជួយឲ្យកុមារចេះផ្សំប្រកបសូរចេះបំបែកសូរដើម្បីចេះអាននិងចេះសរសេរចំពោះការអានព្យាង្គនិងពាក្យវិញគឺជាដំណាក់កាលដំបូងដែលកុមារចាប់ផ្ដើមហ្វឹកហាត់អានដើម្បីឈានទៅដល់ការអានស្ទាត់និងការយល់ន័យវាគឺជាដំណាក់កាលដ៏សំខាន់ក្នុងការរៀនភាសាថ្នាក់ដំបូងបើកុមារគាត់ស្គាល់សូរនិងស្គាល់តួអក្សរនោះពួកគេនឹងមានសមត្ថភាពដើម្បីផ្សំប្រកបតួអក្សរដើម្បីអានផ្ទុយមកវិញបើពួកគេគ្មានបំណិនទាំងពីរខាងដើមនោះទេនោះពួកគេនឹងគ្មានមូលដ្ឋានគ្រឹះឡើយហើយពួកគេនឹងជួបការលំបាកសូម្បីតែក្នុងដំណាក់កាលដំបូងនៃការអានពួកគេមិនអាចអានអត្ថបទបានមិនអាចឈោងចាប់មុខវិជ្ជាដទៃទៀតបានហើយនៅទីបំផុតអាចនឹងត្រូវប្រឈមទៅនឹងការបោះបង់ចោលការសិក្សានៅក្នុងកម្រិតថ្នាក់បឋមសិក្សានោះគឺជាបញ្ហាដ៏ធំដូច្នេះបំណិនទាំង3នេះគឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ